សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីមេត្រីវីដេអូមួយនេះសូមបង្ហាញបន្តអំពីកណ្ដាញ់បាទពីព្រោះថាប្រធានបទកណ្ដាញ់នេះវាច្រើនសម្បូរបែបមែនទែនវីដេអូវែងហើយនៅតែមិនអស់សេចក្តីហើយក៏នៅមានចម្ងល់ច្រើនទៀតអញ្ចឹងខ្ញុំសូមបញ្ជាក់លម្អិតថាអញ្ចឹងនៅក្នុងការថែរក្សាកណ្ដាញ់ទី1យើងអាចដាក់នៅលើជើងពៀនបានបាទដាក់លើជើងពៀនហើយខ្ញុំសូមធ្វើការបង្ហាញកណ្ដាញ់មនុស្សបាទកណ្ដាញ់មនុស្សនេះកណ្ដាញ់ស្វាបាទហើយរោមស្វាពណ៌ប្រផេះទេប៉ុន្តែដល់តំណុងខ្នងទៅនឹងចាប់ពីតំណុងខ្នងរហូតមកដល់កតុយគឺពណ៌ខ្មៅអញ្ចឹងបានរោមនេះគឺពណ៌ខ្មៅកណ្ដាញ់ខ្មៅគឺនៅផ្នែកខាងក្រោយខ្នងខាងលើខ្នងហើយនឹងហើយចំពោះការដាក់គឺដាក់លើជើងពៀនអាចដាក់លើជើងពៀនបានគ្រាន់តែយើងកុំដាក់ផ្ទាល់គឺមានកណាត់សយកមកទ្រាប់ចំពោះកណ្ដាញ់សត្វកណ្ដាញ់រុក្ខជាតិកណ្ដាញ់ឫសឈើអីហ្នឹងគឺយើងប្រើកណាត់ពណ៌សกระดาษពណ៌សមករីឯកណ្ដាញ់មនុស្សយើងប្រើកណាត់ពណ៌ក្រហមបាទកណាត់ក្រហមដាក់លើជើងពៀនហើយបើសិនជាពុកម៉ែបងប្អូនអត់ប្រើជើងពៀនប្រើជាប្រអប់បាទក៏បានដែរអត់ខុសទាស់ទេប្រើជាប្រអប់ប្រើជាដន្លាប់បាទជាដន្លាប់ឧទាហរណ៍នេះនៅក្នុងដៃខ្ញុំគឺដន្លាប់ក្លឹមអំពិលបាទតែខ្ញុំអត់មានដាក់អីទេឆ្កឹះកមួនចេញអស់ហើយប្រើអស់ហើយយើងអាចដាក់ក្នុងនឹងបានប៉ុន្តែយើងទ្រាប់ដូចគ្នាប្រើជាសម្លៃបាទសម្លៃពណ៌សនឹងប្រើជាសម្លៃហើយយើងបាញ់ទឹកអប់តិចទៅយើងលាបប្រេងឬក៏កមួនតិចទៅយើងដាក់កណ្ដាញ់ហ្នឹងពីលើមកប៉ុន្តែបើកណ្ដាញ់មនុស្សឬកណ្ដាញ់ម្លប់ឲ្យតែចេញពីមនុស្សយើងគឺយើងដាក់កណាត់ក្រហមមកហើយមានសម្លៃយើងដាក់សម្លៃហើយយើងដាក់កណាត់ក្រហមពីលើមកចាំយើងដាក់កណ្ដាញ់ហ្នឹងណាអាហ្នឹងនៅក្នុងប្រអប់ហើយអាចគ្របបិទទុកបានប៉ុន្តែខ្ញុំប្រើរបស់នេះហើយអញ្ចឹងត្រឡប់ក្លឹម7នេះខ្ញុំទុកដាក់កមួនហើយកណ្ដាញ់ខ្ញុំដាក់នៅលើជើងពៀនអញ្ចឹងទៅហើយបើសិនជាពុកម៉ែបងប្អូនខ្លះទៅតាមបុរាណគឺលោកមានកូនប្រអប់តូចមួយគឺលោកដាក់កណ្ដាញ់នៅក្នុងប្រអប់ហ្នឹងហើយដាក់តាមខ្លួនបាទអាហ្នឹងគឺក្បួននៃការយកដាក់តាមខ្លួនបាទវិចខ្ចប់បានត្រឹមត្រូវបើដាក់ក្នុងប្រអប់ដាក់ក្នុងឬក៏កូនត្រឡប់ទូចត្រឡប់ជ័រហ្នឹងគឺយើងអាចដាក់បានហើយហើយបើយើងទុកនៅផ្ទះដូចខ្ញុំនេះខ្ញុំទុកនៅផ្ទះទេខ្ញុំអត់យកចេញតាមខ្លួនទេខ្ញុំគឺប្រើជើងពៀនដាក់ទុកកណ្ដាញ់នេះគឺជាអាឋានពីធម្មជាតិវត្ថុស័ក្តិសិទ្ធិពីធម្មជាតិកើតឡើងដោយការប្រមូលផ្ដុំនៃសិលមុនបាទកាលពីអតីតជាតិនោះសិក្សាសិលមុនវិជាខាងអីយើងវាជាប់មកដល់ជាតិនេះវាកើតមកតាមអញ្ចឹងរបស់នេះគឺជាវត្ថុស័ក្តិសិទ្ធិពីធម្មជាតិយើងអត់បាច់ប្រសិទ្ធិទេយើងមិនបាច់ធ្វើកិច្ចប្រសិទ្ធិទេប៉ុន្តែយើងត្រូវដាស់បាទប្រសិទ្ធិផ្សេងដាស់ផ្សេងបាទប្រសិទ្ធិគឺធ្វើឲ្យមានរិទ្ធសន្មតរបស់មួយឲ្យមានរិទ្ធទៅហើយអាហ្នឹងហៅថាប្រសិទ្ធិរីឯដាស់គឺរបស់ដែលមានរិទ្ធហើយប៉ុន្តែយើងដាស់ឲ្យកម្រើកអញ្ចឹងឧទាហរណ៍ដូចបញ្ញាក្អែកវត្ថុស័ក្តិសិទ្ធិពីធម្មជាតិយើងអត់ប្រសិទ្ធិទេយើងធ្វើការដាស់ប៉ុន្តែចំពោះសិលមុនខ្លះអាចប្រសិទ្ធិដាស់មានពាក្យថាប្រសិទ្ធិដាស់អញ្ចឹងប្រសិទ្ធិក៏បានដាស់ក៏បានហើយប្រសិទ្ធិដាស់រួមគ្នាអភិសេកគឺផ្សេងគ្នាអំពីប្រសិទ្ធិដាស់នឹងទៀតអភិសេកហ្នឹងគឺចំពោះបដិមាមកព្រះពុទ្ធរូបហើយបន្ទាប់ពីអភិសេកយើងធ្វើកិច្ចប្រសិទ្ធិបន្ថែមបញ្ចុះសិលមុនហើយយើងអាចធ្វើការដាស់បានអញ្ចឹងកណ្ដាញ់យើងអត់ចាំបាច់ប្រសិទ្ធិទេប៉ុន្តែយើងដាស់ប្រើគាថាដាស់បាទគាថាដាស់កណ្ដាញ់
បាទនៅវីដេអូក្រោយខ្ញុំនឹងចែករំលែកគាថាដាស់កណ្ដាញ់ហើយនឹងគាថាដាស់ចាយភ្លុកខ្នាយផ្សេងទៀតសម្រាប់ពុកម៉ែបងប្អូនដែលគោរពថែរក្សានៅរបស់នេះអាចយកទៅដាស់ខ្លួនឯងបានហើយអត់ចាំបាច់ស្វែងរកគ្រូណាដាស់ក៏បានដែរព្រោះថារបស់នេះមិនរឹតហើយយើងគ្រាន់តែដាស់បន្ថែមហើយសួរថាប្រសិទ្ធភាពបើយើងគ្រាន់តែដាស់ខ្លួនឯងមិនដែររបស់នឹងតកែហើយហ្នឹងដាស់យើងប្រើពាក្យធម្មតាសាមញ្ញធម្មតាក៏ដាស់បានដែរតែបើយើងមានគាថាហើយយើងមានធម៌ព្រះហើយយើងមានសិលបរិសុទ្ធក្នុងខ្លួនហើយយើងប្រើទៅអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបាទសូមអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានធ្វើការតាមដានទស្សនាបាទសូមអរគុណ